ខេត្តសៀមរាបក្រុងដង្ហែតុក្កតាយក្សឆ្នាំ2023ក្រោមវិធានបទខ្មែរក្លាហាននៅក្រុងសៀមរាបនាចុងសប្តាហ៍នេះបន្ទាប់ពីអាក់ខានដោយសារការរាតត្បាតជាសកលនៃជំងឺ COVID-19 រយៈពេលជាង2ឆ្នាំកន្លងមកនេះតុក្កតាយក្សឆ្នាំ2023នឹងបង្ហាញខ្លួនម្ដងទៀតនៅក្នុងក្រុងសៀមរាបនាចុងសប្តាហ៍នេះក្រោមវិធានបទខ្មែរក្លាហានដើម្បីលើកស្ទួយនៅវិស័យសិល្បៈវប្បធម៌បរិស្ថាននិងស្ដារឡើងវិញនៅក្បួនដង្ហែតុក្កតាយក្សសម្រាប់ទាក់ទាញភ្ញៀវទេសចរលោកអ៊ុនសារ៉ាន់អ្នករៀបចំកម្មវិធីតុក្កតាយក្សបានឲ្យដឹងថាតុក្កតាយក្សឆ្នាំ2023មានកុមារជាង400នាក់បានចូលរួមរៀបចំរចនាឡើងនៅតុក្កតាយក្សចំនួន7ដែលពួកគាត់មកពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនិងសាលាបឋមសិក្សាមួយចំនួនការបង្កើតតុក្កតាយក្សគឺជាការបង្រៀនកុមារនិងយុវជនឲ្យស្គាល់ពីសិល្បៈអាចបង្កើនជីវិតផ្ដល់ការស្រមើស្រមៃបញ្ឆេះមរណភាពចំពោះបេតិកភណ្ឌដ៏សម្បូរបែបរបស់ពួកគេនិងបង្រួបបង្រួមសហគមន៍លោកថាប្រធានបទខ្មែរក្លាហានព្រោះប្រជាពលរដ្ឋខ្មែរបានចេញផុតពី COVID-19 ហើយបញ្ចាំងពីធាតុនៃបរិស្ថានសង្គមវប្បធម៌និងធម្មជាតិរបស់ប្រទេសកម្ពុជាពីសត្វជិតផុតពូជសត្វត្រីពស់ជាដើមលោកអ៊ុនសារ៉ាត់បានបញ្ជាក់ថាតុក្កតាយក្សនឹងរួមបញ្ចូលកសិករមាតានិងព្រះវេស្សន្តរដើម្បីបង្ហាញពីភាពធន់និងស្មារតីកម្ពុជាគម្រោងនេះមានរយៈពេលជាង12ឆ្នាំមកហើយដោយចាប់ផ្ដើមនៅឆ្នាំ2007ដែលទទួលបានជោគជ័យក្នុងក្រុងសៀមរាបនិងមានការរីកចម្រើនជារៀងរាល់ឆ្នាំសម្រាប់ឆ្នាំ2023នេះក្បួនដង្ហែតុក្កតាយក្សធ្វើឡើងតាមដងមាត់ស្ទឹងសៀមរាបដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង 6:30 នាទីល្ងាចថ្ងៃសៅរ៍ទី11ខែមីនាឆ្នាំ2023ចេញពីខាងក្រៅវត្តដំណាក់និងជួបជុំគ្នាប្រគំតន្ត្រីជិតព្រះរាជដំណាក់ក្នុងខេត្តសៀមរាបដើម្បីបង្ហាញស្នាដៃពីសិល្បៈបង្ហាញពីតួអង្គនីមួយៗរបស់តុក្កតានិងដើម្បីទាក់ទាញអ្នកទេសចរក្បួនដង្ហែនៅតាមដងផ្លូវក៏មានវងមនុស្សយ៉ាងច្រើនកុះករនិងត្រេកអរចំពោះកុមារតន្ត្រីករនិងអ្នកសម្ដែងដែលជះពន្លឺភ្លើង